ភាពកសាងជាតិទាំងអស់គ្នាប៉ុន្តែយើងត្រូវដឹងថានោះមានបងប្អូនយើងច្រើនទៀតមិនបានចូលមកមិនដឹងគំនិតជាយ៉ាងម៉េចហើយដូច្នេះសូមគណៈបកធ្វើការយ៉ាងម៉េចណាតំណាក់តំណងឲ្យដំណើររបស់យើងនឹងណាទៅមុខជានិច្ចការដែលយួនវិចាររកខ្ញុំយកឧទាហរណ៍មួយនៅកម្ពុជាក្រមយើងដែលមិនបានណាយកចំណុចខ្លាំងនឹងយកមកណាយកមកពិនិត្យជាពិសេសបងប្អូនខ្មែរក្រមវាច្រើនជាអ្នកស្រែចម្ការមិនសូវបាននៅពិចារណាពេលដែលយួនឈ្នះសង្គ្រាមភ្លាមឈ្នះភ្លាមនៅឆ្នាំ75មេតបធំរបស់ខ្មែរក្រមដែលហួយជាមិនសន្យាថាកាលណាឈ្នះសង្គ្រាមគឺថាទឹកដីកម្ពុជាក្រមគេប្រគល់មកឲ្យគេឲ្យខ្មែរក្រមវិញណាអានឹងតាំងពីសង្គ្រាមឈ្នះបារាំងនៅឌៀនពូមួយឆ្នាំ1954អស់លោកមេតបនឹងទៀមទាហួយជាមិនកាលនៅរស់ក៏ថាទេសង្គ្រាមយើងមិនទាន់ចប់ទេឥឡូវមានអាមេរិកកាំងវាមកបន្តទៀតដល់អាមេរិកកាំងមកបន្តទៀតធ្វើសង្គ្រាមដល់ឈ្នះសង្គ្រាមអស់លោកមេតបនឹងអត់ខ្លាចទេទៅឡើងទៅហាណូយក៏ទៅទៀមទាដល់ហាណូយដល់ទុកអីនៃការខឹងរបស់មេតបខ្មែរក្រមនឹងមិនបានគឺថាវាមានប្រើល្បិចមួយដែលយើងទាំងអស់គ្នានឹងមិនបានជាអ្នកគិតទេគឺថាមានកូឡូណែលយួនម្នាក់ដើរទៅនិយាយជារដ្ឋាភិបាលតែរដ្ឋាភិបាលយួនយើងបានសន្យាជាមួយបងប្អូនខ្មែរឥឡូវនេះយើងត្រូវតែចរចាជាមួយបងប្អូនខ្មែរពីរឿងទឹកដីរបស់គេតើយើងឲ្យប្រមាណឬមកក៏យើងមិនឲ្យយើងត្រូវចរចាគ្នាដល់មួយខែ6ខែមួយឆ្នាំ2ឆ្នាំអត់រដ្ឋាភិបាលអត់និយាយគឺថាអាយុនឹងវាអត់ទៅនិយាយគ្រប់កន្លែងអស់ឃុំណាដែលមានខ្មែរគឺថាទៅនិយាយដល់អញ្ចឹងទៅមេតបខ្មែរនឹងទុកចិត្តវាថារដ្ឋាភិបាលជាយួនគេមិនគិតដល់ប្រយោជន៍យើងឥឡូវនឹងមានយួនទៀតផ្សេងទៀតនោះគេស្រឡាញ់យើងដែរហើយដូច្នេះអស់លោកមេតបនឹងទៅតាមគុំខ្មែរដែលមានខ្មែរច្រើននោះទៅកែងតបហើយធ្វើបញ្ជីឲ្យវាធ្វើបញ្ជីឲ្យវាថាមានប្រមាណអ្នកហ្នឹងដើម្បីជាឯកសារហើយដូច្នេះបានដល់យើងប្រមូលគ្នាឲ្យបានសន្ធឹកទៅថាឥឡូវហ្នឹងមានថ្ងៃមួយក៏ថាឥឡូវហ្នឹងថ្ងៃនេះរੂស៊ីមានកប៉ាល់អាមេរិកមកនៅចប់ខេត្តខេត្តប្រតាពាំងហ្នឹងជិតមាត់សមុទ្រហ្នឹងថាគេនឹងយកកំភ្លើងយកតបយកកាណុងយកអាទេសតង់យកអីមកនោះដើម្បីមកជួយម៉ោងនេះយើងត្រូវជួបគ្នាដល់ឥឡូវហ្នឹងនៅអស់លោកហ្នឹងនៅមាននៅរស់ឡើយដល់អាម៉ោងអាសហ្នឹងគឺថាអ្នកដែលចូលទៅក្នុងពេទ្យចូលទៅក្នុងប៉ូលីសចូលទៅហ្នឹងសង្កេតមើលឃើញមានវានៅចិត្តហ្នឹងវាមានកំភ្លើងដាក់ឯណាហ្នឹងថាដល់ម៉ោងហ្នឹងគឺថាយើងត្រូវតែសង្គ្រោះវាទៅមកប៉ុន្តែមុននឹងដល់ម៉ោងហ្នឹង5-10វិនាទីមុនផ្ទុះហ្នឹងប៉ូលីសវាមកបលតាហ៊ានមកដល់គ្រប់ចាប់ទាំងអស់មកខេត្តនឹងគ្មានសល់ទេគឺថាមកខេត្តនឹងភូមិដែលខ្មែរដែលមានចូលធ្វើជាកងទ័ពដើម្បីទាមទារកម្ពុជាក្រមមកវិញគឺថាវាសម្លាប់ប្រុសប្រុសនឹងឲ្យស្ងាត់ដែលមានចូលទៅក្នុងបញ្ជីនៅក្នុងទ័ពនោះគិតឲ្យកិច្ចខ្លួនទៅណាមិនរួចដែរអានេះខ្ញុំសូមទោសខ្ញុំវែងតិចប៉ុន្តែខ្ញុំគ្រាន់តែយកឧទាហរណ៍មកជូនថាយើងត្រូវទៅពិចារណាកម្ពុជាក្រមបងប្អូនមិនបានពិចារណាថាហេតុអីអាស័ក5យួនដែលវាដើរឃោសនានោះវាទៅជារដ្ឋាភិបាលគ្រប់កន្លែងទាំងអស់ប៉ូលីសយួនរដ្ឋាភិបាលយួនមិនធ្វើអីវាណាយើងមើលហេតុអីអានឹងនៅកម្ពុជាយើងនឹងក៏មានអានឹងខ្ញុំមិននិយាយទេប៉ុន្តែថាសូមឲ្យអស់លោកសូមអរគុណលោកសូមអរគុណលោកថាត់វៀនបាទមិញនេះគាត់